ជំរាបសួរអ្នកទាំងអស់គ្នាអាញ៉ុងហាសេអូយរ៉ូប៊ុននៅក្នុងវីដេអូនេះដែរពួកយើងនឹងរៀនអំពីអហ៊វីអ៊ីពេលពិបាកទី2នៃមេរៀនទី4ដែលបានដកស្រង់ចេញពីសៀវភៅ EVS Topic ចំនួនថ្មីភាគ1ទំព័រទី84ទាំងអស់គ្នាដែលពេលពិបាកពួកយើងនឹងរៀននៅក្នុងវីដេអូនេះគឺតាក់ទងទៅនឹង Ilsang Khwayon Myongsa តោះសូមអ្នកទាំងអស់គ្នាអាន1 2 3ចាពាក្យថាអេសាំងគឺមានន័យថាប្រចាំថ្ងៃចំណែកឯកន្លែងនេះវិញអ្នកទាំងអស់គ្នាប្រកាសជាអានមួយព្យាង្គថាខ្វាន់រយ៉នថារ៉ាត់ប៉ុន្តែកន្លែងហ្នឹងគឺយើងអានថាខ្វាយយ៉នដោយសារតែព្យាង្គខាងមុខនេះខ្វាន់កន្លែងនេះហ្នឹងគឺមានបញ្ចប់ដោយជើងព្យញ្ជនៈនេះអឿនហើយបន្ទាប់មកទៀតហើយព្យាង្គមួយនេះវិញគឺចាប់ផ្ដើមដោយព្យញ្ជនៈលីអ៊ឺអញ្ចឹងនៅពេលដែលជើងព្យញ្ជនៈនេះអឿនប៉ះជាមួយនឹងព្យញ្ជនៈនៃព្យាង្គបន្ទាប់នឹងផ្ដើមដោយលីអ៊ឺនោះជើងព្យញ្ជនៈនេះអឿនត្រូវផ្លាស់ប្ដូរទៅជាជើងព្យញ្ជនៈលីអ៊ឺនៅពេលដែលគេធ្វើការបញ្ចេញសំឡេងនាំឲ្យខ្វាន់ទៅជាខ្វាល់ហើយនាំឲ្យយើងបានកន្លែងនេះពីព្យាង្គនេះគឺយើងអានថាខ្វាយយ៉នដែលមានន័យថាដែលតកតងនឹងចំណែកឯមៀងសាគឺមានន័យថានាមនាំឲ្យអ៊ីសាងខ្វាយយ៉នមៀងសាគឺមានន័យថានាមដែលតកតងនឹងប្រចាំថ្ងៃហើយអ្នកទាំងអស់គ្នាចំពោះនាមដែលគេសំដៅនៅក្នុងមេរៀននេះនឹងគឺតាក់ទងទៅនឹងពាក្យដែលមានថ្នាក់ពាក្យជានាមទាំងអស់ហើយពាក្យទាំងអស់នឹងគឺដូចនៅក្នុងរូបភាពនេះអញ្ចឹងមានតាំងពីបាយនំប៉័ងទូរទស្សន៍សៀវភៅកាសែតទឹកដោះគោផ្សេងទៀតត្រូវអត់ហើយពាក្យទាំងអស់នឹងហើយគឺសិតតែពួកយើងប្រើប្រាស់ជាប្រចាំថ្ងៃទៅនៅក្នុងវីដេអូនេះនឹងគឺគេចង់បង្រៀនអ្នកទាំងអស់គ្នាតាក់ទងទៅនឹងពាក្យទាំងនោះជាភាសាកូរ៉េហើយមួយវិញទៀតគេក៏បង្ហាញអំពីកិរិយាសព្ទដែលមានមុខងារផ្សេងគ្នានៅក្នុងការប្រើប្រាស់ជាមួយនាមទាំងអស់នោះដែរតោះដើម្បីឲ្យកាន់តែច្បាស់យើងចូលមកដល់មេរៀនរបស់ពួកយើងទាំងអស់គ្នាដោយពួកយើងនឹងចាប់ផ្ដើមពីកិរិយាសព្ទដើមមកតាគឺមានន័យថាញ៉ាំតោះសូមអ្នកទាំងអស់គ្នាអាន1 2 3ម្ដងទៀតចាចំពោះកិរិយាសព្ទដើមមកតាដែលមានន័យថាញ៉ាំនេះគឺគេអាចប្រើប្រាស់ជាមួយនឹងម្ហូបអាហារចំណីអាហារឬក៏ផ្លែឈើត្រូវអត់អញ្ចឹងចេះស្ដែងយើងមកមើលចំពោះរូបភាពនេះគឺជាអីគេអ្នកទាំងអស់គ្នាចាគ្រាន់តែមើលក៏ដឹងថាជាបាយដែរត្រូវអត់បាយជាភាសាកូរ៉េគឺផាប់តោះសូមអ្នកទាំងអស់គ្នាអាន1 2 3ម្ដងទៀតចាផាប់គឺមានន័យថាបាយត្រូវអត់អញ្ចឹងប្រសិនបើអ្នកទាំងអស់គ្នាចង់បង្កើតប្រយោគញ៉ាំបាយតើអ្នកទាំងអស់គ្នាត្រូវធ្វើដូចម្ដេចចាគឺយើងត្រូវយកពាក្យផាប់នេះបូកជាមួយនឹងមុខតាត្រូវអត់ដូចនេះនាំឲ្យយើងបានផាប់មុខតាអញ្ចឹងយើងដាក់នាមនៅខាងមុខចំណែកឯកិរិយាសព្ទនៅខាងក្រោយខុសពីខ្មែរយើងគឺយើងដាក់កិរិយាសព្ទនៅខាងមុខហើយនាមនៅខាងក្រោយត្រូវអត់ហើយនៅពេលដែលពួកយើងបកប្រែគឺយើងបកប្រែពីកិរិយាសព្ទមុនសឹមបកប្រែនាមនៅពីក្រោយអញ្ចឹងផាប់មុខតាគឺមានន័យថាញ៉ាំបាយមិនមែនបាយញ៉ាំទេហើយទម្រង់នេះផាប់មុខតានឹងគឺជាទម្រង់ដើមអត់ទាន់បំបែកទៅជាទម្រង់បច្ចុប្បន្នកាលគួរសមបែបធម្មតាទេនៅពេលដែលពួកយើងបំបែកទៅជាទម្រង់បច្ចុប្បន្នកាលគួរសមធម្មតាទម្រង់អាយ៉ូអយ៉ូនាំឲ្យយើងបានផាប់មុខកយ៉ូតោះសូមអ្នកទាំងអស់គ្នាអាន1 2 3ម្ដងទៀតចាអ្នកទាំងអស់គ្នាពិតជាធ្វើបានល្អមែនតើតោះបន្ទាប់មកទៀតយើងចូលមកដល់រូបភាពនេះគឺជាផ្លែឈើត្រូវអត់តើផ្លែឈើនេះគឺជាផ្លែអ្វីដែរអ្នកទាំងអស់គ្នាចាគឺជាផ្លែប៉មជាភាសាកូរ៉េកន្លែងនេះគេដាក់ថាសាខ្វាតោះសូមអ្នកទាំងអស់គ្នាអាន1 2 3ម្ដងទៀតចាសាខ្វាមានន័យថាផ្លែប៉មត្រូវអត់អញ្ចឹងប្រសិនបើអ្នកទាំងអស់គ្នាចង់បង្កើតប្រយោគដើមញ៉ាំផ្លែប៉មតើអ្នកទាំងអស់គ្នាបង្កើតវាយ៉ាងដូចម្ដេច
ចាគឺអ្នកទាំងអស់គ្នាត្រូវបង្កើតដោយយកពាក្យសាខ្វាបូកជាមួយនឹងមកតាត្រូវអត់នាំឲ្យគេបានសាខ្វាមកតាត្រូវអត់ប៉ុន្តែនៅពេលដែលបំបែកទៅជាទម្រង់បច្ចុប្បន្នកាលគួរសមបែបធម្មតានាំឲ្យវាคล้ายទៅជាសាខ្វាមកកយោតោះសូមអ្នកទាំងអស់គ្នាអាន1 2 3ម្ដងទៀតចាសាខ្វាមកកយោគឺមានន័យថាញ៉ាំផ្លែប៉ោមហើយបន្ទាប់មកទៀតយើងចូលមកដល់រូបភាពបន្ទាប់ចំពោះរូបភាពនេះដែរគ្រាន់តែមើលក៏ពួកយើងអាចដឹងដែរថាជាអ្វីត្រូវអត់ជាអីគេអ្នកទាំងអស់គ្នាចាគឺជានំប៉័ងនំប៉័ងជាភាសាកូរ៉េគឺប៉ាំងតោះសូមអ្នកទាំងអស់គ្នាអាន1 2 3ម្ដងទៀតចាចំពោះពាក្យថាប៉ាំងដែលមានន័យថានំប៉័ងហ្នឹងនៅពេលដែលពួកយើងចង់បង្កើតប្រយោគដើមញ៉ាំនំប៉័ងតើអ្នកទាំងអស់គ្នាត្រូវធ្វើដូចម្ដេចចាគឺយើងត្រូវយកពាក្យប៉ាំងនេះបូកជាមួយមុខតាត្រូវអត់នាំឲ្យយើងបានប៉ាំងមុខតាប៉ុន្តែនៅពេលដែលពួកយើងបំបែកទៅជាទម្រង់បច្ចុប្បន្នកាលគួរសមបែបធម្មតាទម្រង់អាយោអយោនាំឲ្យយើងបានប៉ាំងមកកយោតោះសូមអ្នកទាំងអស់គ្នាអាន1 2 3ម្ដងទៀតចាល្អមែនតើចំពោះប៉ាំងមកកយោគឺមានន័យថាញ៉ាំនំប៉ាំងតោះបន្តមកទៀតចូលមកដល់រូបភាពនេះយើងមើលមួយផ្លែតយើងអត់អាចដឹងថាជាអីទេប៉ុន្តែវាគឺជាប្រភេទកញ្ចប់ម្យ៉ាងហើយខាងលើនេះគេសរសេរថាខំចាជីបដែលពាក្យថាខំចាគឺមានន័យថាដំឡូងបារាំងអញ្ចឹងយើងមើលរូបភាពនេះមើលទៅពិតជាដូចជាដំឡូងបារាំងមែនត្រូវអត់ហើយបន្ទាប់មកជីបនេះដែរគឺមិនមែនជាជីបផ្ទះទេជីបនេះគឺជាភាសាកម្ចីបរទេសដែលយើងអាចបកប្រែបានថាបន្ទះអញ្ចឹងយើងឃើញកន្លែងនេះដែរវាគឺជាបន្ទះដំឡូងដែលគេចិត្តស្ដើងអញ្ចឹងនាំឲ្យយើងបានខំចាជីបនោះយើងអាចបកប្រែបានថាបន្ទះដំឡូងបារាំងអញ្ចឹងយើងអាចសន្និដ្ឋានថាកញ្ចប់នេះគឺជាកញ្ចប់នំដំឡូងបារាំងជាបន្ទះហើយពពួកនំទាំងអស់ហ្នឹងឲ្យតែជាប្រភេទនំផ្សេងដែលគេដាក់កញ្ចប់ហ្នឹងណាអាហ្នឹងគឺវាជាប្រភេទនៃអាហារសម្រន់នៃហើយអាហារសម្រន់ហ្នឹងជាភាសាកូរ៉េកន្លែងនេះគេដាក់ថាខ្វាចាតោះសូមអ្នកទាំងអស់គ្នាអាន1 2 3ម្ដងទៀតចាពាក្យថាខ្វាចាដែលមានន័យថាអាហារសម្រន់នៅពេលដែលពួកយើងចង់បង្កើតប្រយោគដើមញ៉ាំអាហារសម្រន់ជាភាសាកូរ៉េតើអ្នកទាំងអស់គ្នាត្រូវធ្វើយ៉ាងដូចម្ដេចចាគឺអ្នកទាំងអស់គ្នាត្រូវយកពាក្យខ្វាចាបូកជាមួយនឹងមុខតានាំឲ្យយើងបានខ្វាចាមុខតាហើយប្រយោគនេះគឺជាប្រយោគដើមប៉ុន្តែនៅពេលដែលពួកយើងបំបែកវាទៅជាទម្រង់បច្ចុប្បន្នកាលគួរសមបែបធម្មតានាំឲ្យយើងបានខ្វាចាមកកយោតោះសូមអ្នកទាំងអស់គ្នាអាន1 2 3ម្ដងទៀតចាអញ្ចឹងអ្នកទាំងអស់គ្នាពិតជាអានបានល្អមែនតើខ្វាចាមកកយោគឺមានន័យថាញ៉ាំអាហារសមរន់តោះបន្តមកទៀតយើងចូលមកដល់កិរិយាសព្ទដើម Mashida ដែលមានន័យថាផឹកតោះសូមអ្នកទាំងអស់គ្នាអាន1 2 3ម្ដងទៀតចាចំពោះកិរិយាសព្ទដើម Mashida ដែលមានន័យថាផឹកគឺគេអាចប្រើប្រាស់ជាមួយវត្ថុរាវដែលយើងអាចផឹកបានដោយរូបភាពទាំង4ដែលមាននៅជុំវិញកិរិយាសព្ទដើម Mashida តោះឥឡូវយើងមកមើលចំពោះរូបភាពនេះយើងឃើញថាគឺជាទឹកមួយកែវត្រូវអត់ហើយទឹកជាភាសាកូរ៉េគឺ mul តោះសូមអ្នកទាំងអស់គ្នាអាន1 2 3
ម្ដងទៀតចាពាក្យថាមួលគឺមានន័យថាទឹកប៉ុន្តែប្រសិនបើអ្នកទាំងអស់គ្នាចង់បង្កើតប្រយោគដើមផឹកទឹកតើអ្នកទាំងអស់គ្នាត្រូវធ្វើយ៉ាងដូចម្ដេចចាគឺយើងត្រូវយកពាក្យមូលនេះបូកជាមួយនឹង Mashida ទៅរត់នាំឲ្យយើងបានមូល Mashida ដែលជាប្រយោគដើមទៅរត់ប៉ុន្តែនៅពេលដែលពួកយើងបំបែកវាទៅជាទម្រង់បច្ចុប្បន្ននៃការគួរសមបែបធម្មតានាំឲ្យយើងបានមូល Mashoyo តោះសូមអ្នកទាំងអស់គ្នាអាន1 2 3ម្ដងទៀតចាអ្នកទាំងអស់គ្នាពិតជាអានបានល្អមែនតើតោះបន្តមកទៀតយើងចូលមកដល់រូបភាពមួយនេះរូបភាពមួយនេះវាគឺជាកញ្ចប់មួយដែលដាក់វត្ថុរាវហើយនៅលើកញ្ចប់ហ្នឹងគេសរសេរថាអ៊ូយូគឺមានន័យថាទឹកដោះគោតោះសូមអ្នកទាំងអស់គ្នាអាន1 2 3ម្ដងទៀតចាចំពោះពាក្យថាអ៊ូយូដែលមានន័យថាទឹកដោះគោនៅពេលដែលពួកយើងប្រើប្រាស់ជាមួយនឹងកិរិយាសព្ទដើម Mashida ដែលមានន័យថាផឹកនាំឲ្យយើងបានអ៊ូយូ Mashida ហើយនៅពេលដែលពួកយើងបំបែកវាទៅជាទម្រង់បច្ចុប្បន្នកាលគួរសមបែបធម្មតាទម្រង់អាយ៉ូអយ៉ូនាំឲ្យគេបានអ៊ូយូ Mashoyo តោះសូមអ្នកទាំងអស់គ្នាអាន1 2 3ម្ដងទៀតចាចំពោះអ៊ូយូម៉ាស្យោយ៉ូគឺមានន័យថាផឹកទឹកដោះគោតោះបន្តមកទៀតយើងចូលមកដល់រូបភាពបន្ទាប់យើងឃើញថានៅក្នុងកែវនេះគឺមានទឹកដែលមានពណ៌ទឹកក្រូចត្រុតវាមើលទៅដូចជាទឹកក្រូចត្រុតដែលទឹកក្រូចនេះដែរគឺជាទឹកផ្លែឈើរសជាតិផ្លែក្រូចអញ្ចឹងចំពោះទឹកផ្លែឈើជាភាសាកូរ៉េកន្លែងនេះគេដាក់ថា juice តោះសូមអ្នកទាំងអស់គ្នាអាន1 2 3ម្ដងទៀតចាចំពោះពាក្យថា juice ដែលមានន័យថាទឹកផ្លែឈើគឺគេប្រើប្រាស់វាជាមួយនឹងកិរិយាសព្ទដើម Mashida នាំឲ្យវាคล้ายទៅជាគេអ្នកទាំងអស់គ្នាចាគឺ juice Mashida ហើយនៅពេលដែលគេបំបែកវាទៅជាទម្រង់បច្ចុប្បន្នកាលគួរសមបែបធម្មតានាំឲ្យវាคล้ายទៅជា juice Mashoyo តោះសូមអ្នកទាំងអស់គ្នាអាន1 2 3ម្ដងទៀតចាល្អមែនតើចំពោះ juice Mashoyo គឺមានន័យថាផឹកទឹកផ្លែឈើបន្តមកទៀតយើងចូលមកដល់រូបភាពបន្ទាប់យើងឃើញថារូបភាពនេះគឺជាកាហ្វេមួយពែងត្រុតហើយកាហ្វេជាភាសាកូរ៉េគឺ coffee តោះសូមអ្នកទាំងអស់គ្នាអាន1 2 3ម្ដងទៀតចាចំពោះពាក្យថា coffee ដែលមានន័យថាកាហ្វេនៅពេលដែលគេប្រើប្រាស់វាជាមួយនឹងកិរិយាសព្ទដើម Mashida នាំឲ្យវាคล้ายទៅជាអីគេអ្នកទាំងអស់គ្នាចាគឺ coffee Mashida ហើយនៅពេលដែលគេបំបែកវាទៅជាទម្រង់បច្ចុប្បន្ននៃការគួរសមបែបធម្មតានាំឲ្យវាคล้ายទៅជា coffee Mashoyo តោះសូមអ្នកទាំងអស់គ្នាអាន1 2 3ម្ដងទៀតចាចំពោះ coffee Mashoyo គឺមានន័យថាផឹកកាហ្វេតោះបន្តមកទៀតយើងចូលមកដល់កិរិយាសព្ទដើម Hoda ដែលមានន័យថាមើលតោះសូមអ្នកទាំងអស់គ្នាអាន1 2 3ម្ដងទៀតចា
ចំពោះកិរិយាសព្ទដើមផូដាដែលមានន័យថាមើលគឺគេប្រើប្រាស់ជាមួយនឹងរូបភាពទាំងឆ្វេងនិងរូបភាពទាំងស្ដាំដែលរូបភាពនៅខាងឆ្វេងនឹងគឺគេសំដៅទៅលើទូរទស្សន៍ជាភាសាកូរ៉េគឺ television តោះសូមអ្នកទាំងអស់គ្នាអាន1 2 3ម្ដងទៀតចាចំពោះពាក្យថា television ដែលមានន័យថាទូរទស្សន៍នៅពេលដែលគេប្រើប្រាស់វាជាមួយនឹងកិរិយាសព្ទដើមផូដានាំឲ្យវាคล้ายទៅជាអីគេអ្នកទាំងអស់គ្នាចាគឺ television ផូដាត្រូវអត់ហើយនៅពេលដែលពួកយើងបំបែកវាទៅជាទម្រង់បច្ចុប្បន្នការគួរសមបែបធម្មតាទម្រង់អាយោអយោនាំឲ្យគេបាន television ផាយោតោះសូមអ្នកទាំងអស់គ្នាអាន1 2 3ម្ដងទៀតចាចំពោះ television ផាយោគឺមានន័យថាមើលទូរទស្សន៍ហើយបន្ទាប់មកទៀតចំពោះរូបភាពខាងស្ដាំដៃយើងឃើញថានៅក្នុងរូបភាពហ្នឹងដូចជានៅក្នុងរោងកុនហើយនេះគឺជាផ្ទាំងទស្សនីយភាពដែលគេចាក់ភាពយន្តអញ្ចឹងណាហើយភាពយន្តជាភាសាកូរ៉េគឺយ៉ងហွာតោះសូមអ្នកទាំងអស់គ្នាអាន1 2 3ម្ដងទៀតចាចំពោះពាក្យថាយ៉ងហွာដែលមានន័យថាភាពយន្តនៅពេលដែលគេប្រើប្រាស់វាជាមួយនឹងកិរិយាសព្ទដើមផូដានាំឲ្យវាคล้ายទៅជាអីគេអ្នកទាំងអស់គ្នាចាគឺយ៉ងហွာផូដាហើយនៅពេលដែលគេបំបែកវាទៅជាទម្រង់បច្ចុប្បន្នការគួរសមបែបធម្មតានាំឲ្យវាคล้ายទៅជាយ៉ងហွာផាយោតោះសូមអ្នកទាំងអស់គ្នាអាន1 2 3ម្ដងទៀតចាល្អមែនតើចំពោះយ៉ងហွာផាយោគឺមានន័យថាមើលភាពយន្តហើយអ្នកទាំងអស់គ្នាបន្ទាប់មកទៀតយើងចូលមកដល់កិរិយាសព្ទដើមអ៊ីកតាតោះសូមអ្នកទាំងអស់គ្នាអាន1 2 3ម្ដងទៀតចាចំពោះកិរិយាសព្ទដើមអ៊ីកតាគឺមានន័យថាអានហើយកិរិយាសព្ទដើមមួយនេះគឺត្រូវបានគេប្រើប្រាស់ជាមួយនឹងសៀវភៅនិងការសែតតោះជាក់ស្ដែងដូចនៅក្នុងរូបភាពនេះអញ្ចឹងយើងឃើញថារូបភាពនេះគឺជាសៀវភៅហើយខាងលើនេះគេដាក់ថា Hangugeo គឺមានន័យថាភាសាកូរ៉េអញ្ចឹងសៀវភៅហ្នឹងគឺសំដៅទៅលើសៀវភៅភាសាកូរ៉េហើយសៀវភៅជាភាសាកូរ៉េគឺ Czech តោះសូមអ្នកទាំងអស់គ្នាអាន1 2 3ម្ដងទៀតចាចំពោះពាក្យថា check ដែលមានន័យថាសៀវភៅនេះនៅពេលដែលគេប្រើប្រាស់វាជាមួយនឹងកិរិយាសព្ទដើមអ៊ីកតានាំឲ្យវាคล้ายទៅជាអីគេអ្នកទាំងអស់គ្នាចាគឺ check អ៊ីកតាប៉ុន្តែនៅពេលដែលគេបំបែកវាទៅជាទម្រង់បច្ចុប្បន្នកាលគួរសមបែបធម្មតានាំឲ្យវាคล้ายទៅជា check il goyoហើយអ្នកទាំងអស់គ្នាចំពោះ il goyo កន្លែងនេះហ្នឹងខ្ញុំសូមបញ្ជាក់បន្តិចអ្នកទាំងអស់គ្នាប្រកាសជាឆ្ងល់ហើយហេតុអីបានកិរិយាសព្ទដើមគឺយើងអានអ៊ីកតាដោយព្យាង្គមួយនេះខាងលើនេះគឺសលេង e ត្រូវអត់ហេតុអីនៅពេលដែលអានជាមួយនឹងជើងព្យញ្ជនៈគឺយើងអានជាមួយនឹងជើងព្យញ្ជនៈខៀវអញ្ចឹងប៉ុន្តែនៅពេលដែលបំបែកកន្លែងនេះគឺអានភ្ជាប់ជាមួយនឹងជើងព្យញ្ជនៈលីអ៊ឺវិញអញ្ចឹងដោយសារតែនៅពេលដែលពួកយើងបានរៀនមេរៀនដំបូងតាក់ទងទៅនឹងមូលដ្ឋានគ្រឹះនៃការសរសេរអានពាក្យនៅក្នុងភាសាកូរ៉េហ្នឹងយើងដឹងហើយកន្លែងនេះគឺយើងអានថា
ita យើងត្រូវចំណាំអញ្ចឹងយើងត្រូវចំណាំមួយព្រោះអីវាអត់មានក្បួនច្បាប់ទេតកតងទៅនឹងការអាននៃពាក្យដើមដែលមានព្យាង្គមានបញ្ចប់ដោយជើងព្យញ្ជនៈចំនួន2អញ្ចឹងវាមានចំណុចដែលត្រូវចំណាំថាអានភ្ជាប់ជាមួយនឹងជើងព្យញ្ជនៈដើមឬក៏ជើងព្យញ្ជនៈខាងចុងអញ្ចឹងណាប៉ុន្តែនៅពេលដែលគេអានពាក្យនោះដែលបានបំបែកជាទម្រង់វេយ្យាករណ៍ផ្សេងហើយដូចនេះព្យាង្គដើមដែលមានបញ្ចប់ដោយជើងព្យញ្ជនៈ2ហ្នឹងណាគឺគេអានសំឡេងខាងលើភ្ជាប់ជាមួយនឹងជើងព្យញ្ជនៈដើមគេនេះហើយព្យញ្ជនៈដែលនៅសល់ក្រោយគេហ្នឹងគឺគេអានភ្ជាប់ជាមួយនឹងព្យាង្គក្រោយបន្ទាប់អញ្ចឹងនាំឲ្យកន្លែងហ្នឹងគឺយើងអានថា il goyo យើងអត់អានថា i goyo ទេអ្នកទាំងអស់គ្នាត្រូវចំណាំ il goyo អញ្ចឹងអ្នកទាំងអស់គ្នាបកមកវិញ check il goyo តោះសូមអ្នកទាំងអស់គ្នាអាន1 2 3ម្ដងទៀតចាចំពោះ check il goyo គឺមានន័យថាអានសៀវភៅបន្តមកទៀតចូលមកដល់រូបភាពបន្ទាប់គឺកាសែតជាភាសាកូរ៉េគឺ Sinmun តោះសូមអ្នកទាំងអស់គ្នាអាន1 2 3ម្ដងទៀតចាចំពោះ Sinmun ដែលមានន័យថាកាសែតនៅពេលដែលគេប្រើប្រាស់វាជាមួយនឹងកិរិយាសព្ទដើម ita នាំឲ្យវាคล้ายទៅជាអីគេអ្នកទាំងអស់គ្នាចាគឺ Sinmun ita ប៉ុន្តែនៅពេលដែលគេបំបែកវាទៅជាទម្រង់បច្ចុប្បន្ននៃការគួរសមបែបធម្មតានាំឲ្យវាคล้ายទៅជា Sinmun il goyo តោះសូមអ្នកទាំងអស់គ្នាអាន1 2 3ម្ដងទៀតចាចំពោះ Sinmun il goyo គឺមានន័យថាអានការសែតហើយបន្តមកទៀតអ្នកទាំងអស់គ្នាពួកយើងនឹងរៀនអំពីពាក្យបន្ថែមដែលគេដាក់ឲ្យគឺមានដូចជាពាក្យជីគឹមតោះសូមអ្នកទាំងអស់គ្នាអាន1 2 3ម្ដងទៀតចាចំពោះពាក្យថាជីគឹមគឺមានន័យថាឥឡូវនេះតោះបន្តមកទៀតចូលមកដល់ពាក្យអូនឺតោះសូមអ្នកទាំងអស់គ្នាអាន1 2 3ម្ដងទៀតចាចំពោះពាក្យថាអូនឺគឺមានន័យថាថ្ងៃនេះចាអ្នកទាំងអស់គ្នាពិតជាធ្វើបានល្អមែនតើតោះបន្តមកទៀតបន្ទាប់ពីពួកយើងបានរៀនអំពីពាក្យពិបាកដែលតាក់ទងទៅនឹងនាមដែលតាក់ទងនឹងប្រចាំថ្ងៃរួចមកហើយតោះឥឡូវយើងមករំលឹកឡើងវិញដោយអ្នកទាំងអស់គ្នាត្រូវអានតាមខ្ញុំឧទាហរណ៍ជាក់ស្ដែងខ្ញុំអានថា pub អ្នកទាំងអស់គ្នាអាន pub ពីក្រោយខ្ញុំតោះយើងចាប់ផ្ដើមទាំងអស់គ្នា1 2 3 pub 밥 먹다 밥 먹어요 사과 먹다 사과 먹어요 빵 먹다 빵 먹어요 과자 먹다 과자 먹어요 물 마시다 물 마셔요 우유 마시다 우유 마셔요 주스 마시다
주스 마셔요. 커피 마시다. 커피 마셔요. 텔레비전 보다. 텔레비전 봐요. 영화 보다. 영화 봐요. 책 읽다. 책 읽어요. 신문 읽다. 신문 읽어요. 지금 오늘 ចាអ្នកទាំងអស់គ្នាពិតជាធ្វើបានល្អមែនតើហើយអ្នកទាំងអស់គ្នាដោយសារតែពួកយើងបានរៀនអំពីពាក្យពិបាកនៅក្នុងពាក្យពិបាកទី2នៃមេរៀនទី4រួចមកហើយដូចនេះសូមអ្នកទាំងអស់គ្នាកុំភ្លេចស្វ័យសិក្សាបន្ថែមនៅក្នុងសៀវភៅពុម្ព EPS Topic ចំនួនថ្មីភាគ1ទំព័រទី84ឲ្យបានច្រើនដងផងដើម្បីបង្កើនសមត្ថភាពការចងចាំនិងការចេះពាក្យជាភាសាកូរ៉េកាន់តែច្រើនឡើងហើយមួយវិញទៀតប្រសិនបើអ្នកទាំងអស់គ្នាមានសំណួរអ្វីតាក់ទងទៅនឹងមេរៀននៅក្នុងវីដេអូមួយនេះសូមអ្នកទាំងអស់គ្នាតាក់ទងផ្ទាល់ទៅកាន់ Telegram ជួបគ្នានៅវីដេអូក្រោយៗទៀតសូមអរគុណ